mình men to tại bong ôn từng ọt khnia thôi chi vừa cam thông đông miền business thông đông bàn dương rip chomនៅផែនការនោះទេតាក់ទងជាមួយនឹងបងប្អូនដែលធ្វើកសិកម្មក៏យើងអាចរៀបចំនៅផែនការផងដែរដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបាទជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះផងដែរខ្ញុំមានចំណេះដឹងទូចមួយសម្រាប់យកមកចែករំលែកក៏ដូចជាលើកយកមកជជែកលេងជាមួយនឹងបងប្អូនទាំងគ្នាអញ្ចឹងប្រធានបទថ្ងៃនេះផងដែរគឺលើកយកតាក់ទងជាមួយនឹងការរៀបចំផែនការដាំដុះថាមូលហេតុអ្វីបានជាយើងត្រូវរៀបចំផែនការដាំដុះបាទបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងផែនការគឺសំខាន់មែនទែនបងប្អូនទាំងគ្នាមិនថាតែអ្នកធ្វើការទេសូម្បីតែកសិករក៏យើងត្រូវតែចេះរៀបចំនៅផែនការដាំដុះដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់យើងផងដែរបងប្អូនទាំងគ្នាមិនថាតែអ្នកធ្វើការក្រុមហ៊ុនអ្នកធ្វើការអង្គការអ្នកធ្វើការរាជការកសិករយើងផងដែរក៏យើងអាចធ្វើការរៀបចំនៅផែនការដាំដុះបានផងដែរបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះផងដែរខ្ញុំនឹងចែករំលែកនៅ4ចំណុចថាមូលហេតុអ្វីបានជាយើងចាំបាច់ត្រូវរៀបចំផែនការដាំដុះហើយថាតើផែនការដាំដុះវាសំខាន់យ៉ាងម៉េចខ្លះតោះចូលទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាតាក់ទងចំណុចទី1គឺការគ្រប់គ្រងនៅដើមទុនយើងដឹងហើយថាបងប្អូនទាំងគ្នាបងប្អូនមួយចំនួនធំគឺគាត់បានន័យថាមិនបានរៀបចំផែនការក្នុងការដាំដុះរបស់គាត់ទេដែលហេតុគាត់គិតថាដល់រដូវនេះគាត់ធ្វើនេះដល់រដូវនេះគាត់ធ្វើនោះឬទៅដល់រដូវពោតគាត់ធ្វើពោតទាំងទៅដើមដៃគាត់ធ្វើពោតចុងដៃគាត់អាចថាតន់គាត់ដាក់ពោតទៀតទៅអ្នកខ្លះក៏ដាក់សណ្តែកសៀងដីធានាខ្លះក៏ដាក់ស្រូវអីចឹងណាអូខេអាហ្នឹងវាមិនជាខុសទេបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតថាមូលហេតុអ្វីបានជាយើងចាំបាច់ត្រូវតែរៀបចំផែនការដាំដុះឧបមាថាឆ្នាំក្រោយឥឡូវវាឆ្នាំនោះវាហួសហើយឧបមាថាឆ្នាំក្រោយបងប្អូនចង់ដាំអីគេបាទបងប្អូនគ្នាបានន័យថាយើងត្រូវស្វែងយល់ទីផ្សារបាទន័យថាយើងអាចស៊ើបសួរពីភូមិមួយទៅភូមិមួយពីឃុំមួយទៅឃុំមួយស្រុកមួយទៅស្រុកមួយអីចឹងណានៅពេលដែលបងប្អូនស្គាល់ហើយបើសិនជាបងប្អូនខ្វះព័ត៌មានបងប្អូនអាចសួរនាំមន្ត្រីកសិកម្មឃុំក៏បានដែរបាទគាត់ក៏មានជាយោបល់សម្រាប់បងប្អូនទាំងគ្នាដែរគ្រាន់តែគាត់មិនបានថាគាត់មិនធានាថាវានឹងបានថ្លៃវាមិនបានល្អទេប៉ុន្តែគាត់នឹងប្រាប់ថាអូខាងនោះគេដាំអីច្រើនខាងនេះគេដាំអីច្រើនអញ្ចឹងណាអញ្ចឹងក៏ជាព័ត៌មានមួយសម្រាប់បងប្អូនទាំងគ្នាយកទៅពិចារណាដែរនៅពេលដែលយើងក្តាប់ព័ត៌មានបានច្រើនយើងនឹងងាយស្រួលនៅក្នុងការរៀបចំផែនការដាំឧបមាថាយើងគុនគូមើលថាអូយើងទទួលបានព័ត៌មានមកថាឆ្នាំក្រោយហ្នឹងគេដាំពោតច្រើនអញ្ចឹងណាអញ្ចឹងប្រកាសជាទីផ្សារពោតនឹងរៀងធ្លាក់ថ្លៃបងប្អូនគ្នាធម្មតាកាលណាតាបរិមាណកើនតម្លៃនឹងធ្លាក់ចុះអាហ្នឹងវាបើយើងនិយាយពីសេដ្ឋកិច្ចវាជាធម្មតារបស់សេដ្ឋកិច្ចអញ្ចឹងណាធម្មតាបរិមាណកើនតម្លៃនឹងធ្លាក់ចុះហើយអញ្ចឹងណាអញ្ចឹងបរិមាណទាបតម្លៃនឹងកើនឡើងហើយអញ្ចឹងយើងត្រូវស្វែងយល់ឲ្យហ្នឹងដែរអញ្ចឹងបងប្អូនត្រូវតែរៀនក្តាប់ព័ត៌មានរៀនស្វែងយល់អីចឹងបងប្អូនគ្នាអញ្ចឹងយើងដឹងថាឆ្នាំក្រោយគេដាំពោតច្រើនអញ្ចឹងយើងអាចបដូរទៅជាដាំអីផ្សេងវិញអាចទៅជាដាំដំឡូងអាចទៅជាដាំសណ្តែកឬក៏អាចទៅជាដាំអីផ្សេងវិញអញ្ចឹងណាដើម្បីថាអូកុំឲ្យជន់គ្នាច្រើនឬក៏គេដាំឆ្នាំក្រោយគេដាំពោតច្រើនមែនក៏ប៉ុន្តែគេដាំក្នុងអំឡុងខែណាច្រើនអញ្ចឹងយើងអាចលៃពេលទៅដាំនៅខែបន្ទាប់ទៀតប៉ុន្តែត្រង់ចំណុចហ្នឹងរៀងពិបាកតិចបងប្អូនគ្នាដោយសារតែយើងធ្វើកសិកម្មដាំពោតដំឡូងនេះគឺយើងពឹងផ្អែកទៅលើទឹកភ្លៀងទាំងស្រុងបាទមិនដូចយើងដាំឈើហូបផ្លែឬក៏បន្លែទេដែលយើងអាចមានប្រព័ន្ធទឹកបាទអញ្ចឹងណាអញ្ចឹងរៀងពិបាកបន្តិចអាហ្នឹងណាតែបើយើងលៃបានក៏អូខេទៅក៏មិនជាបញ្ហាដែរគឺល្អព្រោះ
អ្នកខ្លះគាត់គ្រាន់តែធ្លាក់ភ្លៀងគ្រប់មួយមេអីគាត់ចាប់ផ្ដើមប្រាវដាំយកតែម្ដងគាត់ថាដាំឲ្យបានមុនគេអីចឹងណាអញ្ចឹងអ្នកខ្លះមុនចង់មុនគេអ្នកនោះក៏ចង់មុនគេអ្នកនេះក៏ចង់មុនគេអញ្ចឹងវាជន់គ្នាច្រើនបាទអញ្ចឹងជាការល្អយើងទុកឲ្យវាឆ្អែតដីទីសិនទៅចាំមើលស្ទីបទុំគេដាំច្រើនក៏យើងបន្ថយទៅខែផ្សេងហ្នឹងទៅប៉ុន្តែអានេះខ្ញុំមិនមែនថាមិននិយាយចឹងហើយនៅពេលដែលបងប្អូនដាំហើយមានបញ្ហាមកបន្ទោសថាមកពីគ្រូថាដាំចេះខែនេះទៅមិនមែនទេខ្ញុំចង់និយាយថាឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ឲ្យបានស៊ីជម្រៅទៅលើអាហ្នឹងចឹងណាប្រមូលព័ត៌មានបានច្រើនបាទនៅពេលដែលយើងប្រមូលព័ត៌មានបានច្រើននៅពេលដែលយើងមានផែនការថាក្រុងដាំអីយើងនឹងរៀបចំថវិកាមួយសម្រាប់ដាំឧបមាថាឆ្នាំក្រោយគេដាំពោតច្រើនអញ្ចឹងយើងដាំដំឡូងអញ្ចឹងយើងមានថវិកាមួយសម្រាប់ក្រុងដាំដំឡូងណាបាទអាចថាថវិកាយើងមានបំរុងខ្លះមិនមែនថាក្នុងដីមហត្តាយើងក្រុង4លានយើងនៅតែ4លានហ្នឹងយើងអាចមានទុនបំរុង1លាន2លានថែមទៀតអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងណាអញ្ចឹងយើងអាចមានថវិកាសម្រាប់ក្រុងប៉ុន្តែបើសិនជាយើងអត់មានផែនការក្នុងការដាំទេយើងចែកទៅដល់ខែដល់ឆ្នាំជានឹកឃើញដាំអញ្ចឹងណាអញ្ចឹងអាការចំណាយអាការថវិកាដែលក្រុងទុកហ្នឹងគឺវាយើងអត់មានបាទយើងអត់មានអញ្ចឹងយើងមានណាមានតែខ្ចីគេខ្ចីធនាគារអញ្ចឹងណាបងប្អូនគ្នាសប្ងៃគឺមានតែអញ្ចឹងឯងខ្ចីធនាគារអញ្ចឹងចៃនីគាប្រមូលផលសងនីគាទៅពេលដល់ខែដាំចៃនីគាទៀតអញ្ចឹងវាមើលទៅវាអត់តាណាវាវិលនៅហ្នឹងអញ្ចឹងបានគេទៀមទាឲ្យយើងមានផែនការដាំដុះដើម្បីងាយស្រួលក្នុងការគ្រប់គ្រងដើមទុនបាទទី2គឺកិច្ចផុតពីបញ្ហាស្ទះទីផ្សារធ្លាក់ថ្លៃហ្នឹងដូចខ្ញុំនិយាយខាងដើមមិញអញ្ចឹងឃើញយើងស៊ើបទីផ្សារទៅថាឆ្នាំក្រោយគេដាំអីអញ្ចឹងយើងបដូរទៅដាំដំណាំផ្សេងវិញដោយសារតែគេបុកដាំដំណាំនឹងច្រើនហើយអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងចេះរៀបផែនការរៀប plan អញ្ចឹងគឺយើងបានន័យថាហានិភ័យដែលស្ទះទីផ្សារឬក៏ធ្លាក់ថ្លៃអីហ្នឹងគឺវាមានតិចជាងអ្នកដែលគេមិនបានរៀបចំផែនការមិនមែនថារៀបផែនការឲ្យនៅតែដឹងថាបានថ្លៃ 100% អាហ្នឹងក៏វាមិនអាចត្រូវដែរព្រោះទីផ្សារយើងវានៅសេរីវានៅបត់បែនច្រើនអញ្ចឹងណាប៉ុន្តែវាមានកត្តាខ្ពស់ជាងអ្នកដែលមិនបានរៀបចំផែនការដាំដុះបាទទី3គឺការកំណត់ពេលវេលាច្បាស់លាស់អញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងឧបមាថាឆ្នាំក្រោយគេដាំពោតច្រើនអញ្ចឹងបងប្អូនអាចដាំដំឡូងវិញអញ្ចឹងយើងកំណត់ពេលថាពេលណាដែលយើងគួរដាំអញ្ចឹងណាប៉ុន្តែដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតអញ្ចឹងយើងដាំដុះដោយពឹងលើទឹកភ្លៀងអញ្ចឹងរៀងពិបាកបន្តិចបាទអញ្ចឹងអាចថាភ្លៀងដំបូងនេះយើងកុំតន់ដាំអីយើងចាំមើលវាបាន 2-3 មេឲ្យវាសើមដីជោគជាំឲ្យវាឆ្អែតដីបន្តិចណាព្រោះខ្ញុំឃើញភាគច្រើនបងប្អូនយើងអាចថា 50% ដែរគឺគាត់បានភ្លៀង1មេ2មេដំបូងគឺគាត់ចាប់ដើមបុកដាំបណ្ដោយទី1វាក៏គាត់ដាំក៏មិនខុសដែរគាត់ខ្លាចដើមវាងាប់អីចឹងដំឡូងណាបើដំឡូងខ្លាចដើមវាងាប់អីចឹងទៅបើពោតគាត់ខ្លាចវាហួសខែហួសថ្ងៃយូរទៅវា delay បានថារុញថ្ងៃទៅមុខទៅចុងដៃគាត់អត់បានដាំអីចឹងណាអាហ្នឹងវាអញ្ចឹងដែរក៏ប៉ុន្តែក៏យើងត្រូវវិភាគត្រូវគិតគូរដែរថាវាភ្លៀងគ្រប់គ្រាន់អត់វាគួរតែដាំដុះអត់អញ្ចឹងណាហើយមួយទៀតគេបុកដាំច្រើនអត់អញ្ចឹងណាបងប្អូនទាំងគ្នាអញ្ចឹងបើសិនជាគេបុកដាំច្រើនទេខ្ញុំគិតថាតក់ឃ្លានបន្តិចបងប្អូនទាំងគ្នាឲ្យគេដាំមកប្រាវសិនទៅយើងឲ្យភ្លៀងបានរៀងគ្រាន់បើបន្តិចទៅចាំកន្លះខែឬក៏មួយខែក្រោយចាំយើងដាំអញ្ចឹងនៅពេលដែលយើងដាំមិនជន់គេច្រើនអញ្ចឹងឧបមាថាគេដាំមួយខែមុនអញ្ចឹងគេប្រមូលផលមួយខែមុនអញ្ចឹងខែក្រោយយើងប្រមូលផលក៏បរិមាណហ្នឹងក៏វាមិនខ្ពស់វាមិនខ្ពស់ឡើងបានថាវាបដាក់គ្នាអញ្ចឹងណាបាទអាហ្នឹងក៏ជារឿងមួយសំខាន់ដែរក្នុងការកំណត់ពេលវេលាក្នុងការដាំដុះបាទចំណុចទី4គឺការត្រៀមខ្លួនទប់ទល់នឹងហានិភ័យអាកាសធាតុអញ្ចឹងនៅពេលដែលយើងបានរៀបចំផែនការដាំដុះច្បាស់លាស់យើងនឹងបានត្រៀម
ត្រៀមថវិកាដូចខ្ញុំនិយាយខាងដើមវិញត្រៀមទុនដើម្បីទប់ទល់បំរុងអីផ្សេងនៅពេលដែលមានអាកាសធាតុប្រែប្រួលឧបមាថាដាំប្រាវរាំងបើដំឡូងដុះហើយវាមិនអីទេតែពោតប្រាវដុះបានមួយឆ្អាមកស្រាប់តែរាំងមួយខែងាប់អស់ដូចឆ្នាំនេះអញ្ចឹងឃើញទទួលរងគ្រោះរាំងស្ងួតច្រើនគឺងាប់ច្រើនអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងមានផែនការច្បាស់លាស់ក៏យើងមានកញ្ចប់ថវិកាមួយដែលខ្ញុំនិយាយខាងដើមវិញយើងមានទុនបំរុងខ្លះអញ្ចឹងណាមិនមែនថាយើងដាំដល់ចៃដន្យទៅឃើញដាំទៅឃើញដាំនេះអញ្ចឹងយើងអត់មានទុនកញ្ចប់ថវិកាមួយសម្រាប់គ្រោងដាំទេឧបមាថាខែឆ្នាំក្រោយយើងដាំពោតឧបមាដាំពោតណាដាំពោតអញ្ចឹងយើងដឹងហើយព្រោះយើងដាំ100ឆ្នាំយើងមិនដឹងបងប្អូនគ្នាក្នុងមហាតាយើងចំណាយអស់ប៉ុន្មានអញ្ចឹងណាអញ្ចឹងវាពីមួយឆ្នាំទៅមួយឆ្នាំវាមិនខុសគ្នាច្រើនទេបាទអញ្ចឹងឧបមាថាយើងចំណាយអស់3លានអញ្ចឹងទៅអញ្ចឹងក៏យើងទុកទុនបំរុងទាំងលុយទាំងទុនទាំងក្រុងដាំហ្នឹងអាចថា5លានអញ្ចឹងទៅបាទបំរុង2លានទៅអញ្ចឹងនៅពេលដែលមានបញ្ហាគ្រោះរាំងស្ងួតឬក៏ហានិភ័យអាកាសធាតុណាមួយក៏យើងនៅសល់លុយសម្រាប់បំរុងសគួរដាំវាវិញអញ្ចឹងណាបាទហើយទី2យើងនឹងងាយស្រួលក្នុងការចាត់ចែងការចំណាយបានន័យថានៅពេលដែលយើងមានផែនការច្បាស់លាស់ឧបមាថាយើងគ្រោងដាំឲ្យច្បាស់លាស់យើងនឹងដឹងថាចំណាយពូជអស់ប្រមាណព្យួរអស់ប្រមាណបាញ់ស្មៅបាញ់សត្វល្អិតបាជីប្រមូលផលអីយើងគុណគូមើលដឹងអស់ហើយអញ្ចឹងណាអញ្ចឹងយើងត្រៀមថវិកាសម្រាប់ក្នុងការចំណាយទាំងអស់ហ្នឹងតែម្ដងប៉ុន្តែបើជាក់ស្ដែងយើងមួយឆ្នាំទៅមួយឆ្នាំយើងមួយឆ្នាំទៅតាមបានរៀបផែនការដល់ខែនឹកឃើញដាំដល់ខែនឹកឃើញដាំចង់និយាយថាយើងវាអត់មានទុនបំរុងក្នុងការត្រៀមសម្រាប់ចំណាយទៅលើផលិតកម្មទាំងអស់ហ្នឹងអញ្ចឹងណាបងប្អូនគ្នាបាទធម្មតាថាដលងពោតអីជួនកាលមិនជួនកាលគឺការចំណាយវាខុសគ្នាអញ្ចឹងក្នុងមហត្តាបាទអាចថាពោតច្រើនជាងបាទអញ្ចឹងនៅវាសំខាន់មែនទែនតាក់ទងជាមួយនឹងអាការរៀបផែនការដាំដុះហ្នឹងគឺសំខាន់មែនទែនទី1គឺដើមទុនទី2គឺកាត់បន្ថយហានិភ័យମାନେកិច្ចជៀសហានិភ័យអាការកកស្ទះទីផ្សារអាការធ្លាក់ថ្លៃទីផ្សារនឹងបានច្រើនមែនទែនបងប្អូនគ្នាបាទអាហ្នឹងគឺសំខាន់មែនទែនបងប្អូនគ្នាហើយបើសិនជាបងប្អូនដែលគាត់ដាំបន្លែទៀតណា 100% បងប្អូនគ្នាគួរតែរៀបផែនការដាំបាទយើងដឹងហើយថាខែណាគេដាំច្រើនខែណាគេដាំច្រើនឧបមាថាខែទឹកឡើងទឹកជន់ឡើងអញ្ចឹងបងប្អូនដែលគាត់នៅតាមស្ទឹងតាមទន្លេគឺគាត់អត់អាចដាំបានទេអញ្ចឹងដីបងប្អូនណាដែលអ៊ីនធឺណិតនេះគាត់អាចដាំបានដែរអញ្ចឹងបើយើងអ្នកមានដីខ្ពស់អូខេយើងដាំបានអូខេហើយយើងដាំបានប្រភេទបន្លែអីខ្លះអញ្ចឹងណាបាទដូចជាពពួកផ្លែបន្លែយកផ្លែអញ្ចឹងទៅបាទអញ្ចឹងហើយនៅពេលដែលខែប្រាំងអញ្ចឹងខែប្រាំងបងប្អូនដែលគាត់នៅទន្លេនៅតាមស្ទឹងអញ្ចឹងទឹកវាស្រកគាត់អាចដាំបានច្រើនអញ្ចឹងយើងក៏គួរកាត់បន្ថយដាំដែរឧទាហរណ៍រដូវណាគេដាំស្ពៃច្រើនរដូវណាគេដាំស្ពៃច្រើនអញ្ចឹងយើងប្រមូលព័ត៌មានទាំងអស់ហ្នឹងមកយើងអាចនឹងវិតម្លៃជាបឋមបាននៅក្នុងការរៀបចំផែនការដាំដុះបងប្អូនគ្នាដែរតែបើសិនជាបងប្អូនអរគ្នាមិនស្វែងយល់ពីចំណុចទូចហ្នឹងទេការដាំដុះរបស់យើងវាប្រឈមមុខហានិភ័យខ្ពស់បងប្អូនគ្នាអញ្ចឹងណាមិនថារៀបផែនការហើយវាមិនមានហានិភ័យសោះទេវាអាចនឹងមានដល់ចៃដន្យណាមួយក៏យើងមិនអាចដឹងដែរប៉ុន្តែក៏វាបានថាអត្រាខ្ពស់នៃការមិនមានហានិភ័យបាទហានិភ័យគឺវាទាបអត្រាហានិភ័យគឺទាបអញ្ចឹងណាជាងបងប្អូនដែលគាត់មិនបានមានផែនការដាំដុះបាទហើយឧបមាថាខែណាគេដាំច្រើនជន់តសក់ច្រើនអីចឹងទៅយើងបុកទៅដាំខែផ្សេងអីចឹងទៅខែណាគេស្រុកនេះខេត្តនេះទឹកឡើងអីចឹងទៅយើងគួរដាំអីចឹងទៅចឹងអាហ្នឹងគឺសិតតែជាព័ត៌មានដែលយើងប្រមូលមកហើយយើងយកមកដើម្បីរៀបផែនការក្នុងការដាំដុះអញ្ចឹងខ្ញុំ
គិតថាវាសំខាន់មែនតើបងប្អូនអ្នកគ្នាដែលបងប្អូនអ្នកគ្នាគួរតែមានជាដាច់ខាតនៅក្នុងការធ្វើកសិកម្មបងប្អូនអ្នកគ្នាមិនថាកសិកម្មខ្នាតតូចខ្នាតធំអីទេបងប្អូនគួរតែមានបើសិនជាយើងប្រកបមុខរបរទៅលើវិស័យហ្នឹងគួរតែមានទៅលើផែនការបាទមិនថាអ្នករស់ស៊ីមិនថាអីទេគេមានប៉ុន្តែយើងអ្នកធ្វើកសិកម្មក៏គួរតែមានដែរបងប្អូនអ្នកគ្នាបាទអូខេបងប្អូនអ្នកគ្នាខ្ញុំនិយាយទៅវាដូចជាដដែលទេមិនមានអីប្លែកទៀតទេកុំឲ្យសាំតបែឡូតច្រើនពេកអញ្ចឹងបងប្អូនអ្នកគ្នាដែលមិនទាន់បានចុច Subscribe នៅ Channel YouTube របស់ខ្ញុំទេសូមចុច Subscribe នៅ Channel YouTube របស់ខ្ញុំមួយចុចពងទៅអាប៊ូតុងក្រហមហ្នឹងបាទហើយដាក់រូបកណ្ដឹងទៅដើម្បីទទួលបានវីដេអូភ្លាមនៅពេលដែលខ្ញុំផុសទៅលើ YouTube ផងដែរបាទហើយបងប្អូនដែលទស្សនានៅក្នុង Facebook កុំភ្លេចចុច Like ចុច Share Follow Page ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងទឹកចិត្តជំរុញឲ្យខ្ញុំផលិតនៅមាតិកាចែករំលែកជាបន្តទៀតអញ្ចឹងជម្រាបលាបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ